គមន៍ជនជាតិដើមភាគតិចមុននឹងគាត់ឈានទៅដល់ការចុះបញ្ជីដីគឺគាត់ត្រូវឲ្យគេទទួលស្គាល់សិនថាគាត់ជាសហគមន៍មួយដែលស្របច្បាប់គេហៅ legal IPO indigenous community បាទហើយនៅពេលដែលគេទទួលស្គាល់ថាគាត់ជាជនជាតិដើមភាគតិចដែលស្របច្បាប់ហើយមានក្រសួងមហាផ្ទៃទទួលស្គាល់ហើយបានគាត់ឈានទៅដល់មួយជំហានទៀតគឺដាក់ពាក្យស្នើសុំការចុះបញ្ជីដីសមរភាពមុននឹងដាក់ពាក្យទៅក្រសួងដែនដីសូមឲ្យមានការចុះបញ្ជីដីជាសមរភាពរបស់សហគមន៍នេះលើកឹកណារាល់ដំណោះស្រាយនៅក្នុងសហគមន៍ទាំងអស់លែងមានដំណោះរវាងព្រំប្រទល់និងព្រំប្រទល់របស់សហគមន៍លែងមានដំណោះរវាងសហគមន៍ជាមួយនឹងសម្បទានសេដ្ឋកិច្ចលែងមានដំណោះរវាងសហគមន៍ជាមួយនឹងអ្នកដែលរំលោភដីធ្លីអញ្ចឹងនេះជាតួនាទីសំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការសម្របសម្រួលធ្វើយ៉ាងណាសហការនៅក្នុងលំដាប់អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសនៅថ្នាក់ឃុំថ្នាក់ស្រុកនិងថ្នាក់ខេត្តបើសិនជាគូភាគីដែលមានទំនាស់នៅលើដីសមូហភាពជាពិសេសគឺដីជនជាតិដើមភាគតិចនោះมันអាចចុះបញ្ជីបានទេបើសិនជាมันមានកិច្ចព្រមព្រៀងมันមានឯកភាពទៅលើព្រំដែនដូច្នេះហើយតុសន្តិភាពគឺមានសារៈសំខាន់ណាស់ក្នុងការរៀបចំឲ្យមានការជំនួបរវាងភាគីរដ្ឋាភិបាលភាគីអ្នកដែលប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចប្រជាពលរដ្ឋសហគមន៍និងភាគីទំនាស់ទាំងឡាយដើម្បីមកជួបជុំគ្នាទៅជែកគ្នាដោយសន្តិភាពនិងរកដំណោះស្រាយហើយតុសន្តិភាពនេះមានសារៈសំខាន់ណាស់គឺជួយប្រជាពលរដ្ឋដោយមិនប្រើប្រព័ន្ធតុលាការដើម្បីជាវិធីដើម្បីដោះស្រាយទំនាស់ដែលប្រព័ន្ធតុលាការត្រូវការចំណាយពេលវេលាច្រើនចំណាយថវិកាហើយជួនកាលប្រជាពលរដ្ឋដែលរងគ្រោះកម្របានទទួលនូវភាពយុត្តិធម៌ផងដែរដូច្នេះតុសន្តិភាពមានសារៈសំខាន់ណាស់ហើយមជ្ឈមណ្ឌលអប់រំច្បាប់តែងតែធ្វើការហើយនឹងប្រើយុទ្ធសាស្ត្រនេះបន្តទៅទៀតការប្រឹងប្រែងរបស់យើងនៅពេលនេះគឺជាយន្តការនៃជំរឿនដោះស្រាយទំនាស់ដែលហៅកាត់ថាតុសន្តិភាពគឺជាផ្នែកមួយនៃអភិបាលកិច្ចល្អដែលគឺជាស្នូលនៃផែនការយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជាវេទិកានេះគឺជាសកម្មភាពអភិក្រិតក្នុងការដោះស្រាយវិវាទដីធ្លីព្រមទាំងតាមដានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដោយកសាងទំនាក់ទំនងល្អជាមួយអ្នកវិនិយោគក្នុងតំបន់ជាមួយនឹងអង្គការសង្គមស៊ីវិលជាដៃគូនិងមន្ទីរជំនាញគ្រប់វិស័យពាក់ព័ន្ធនានាព្រមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់វេទិកាសាធារណៈត្រូវតែជាមូលដ្ឋានគ្រឹះនៃការឆ្លុះបញ្ចាំងផលប្រយោជន៍ពីខាងក្រោមតុសន្តិភាពមានទម្រង់សួចនាករចំនួន5 1. ប្រវត្តិព័ត៌មានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ 2. មានភាពងាយស្រួលក្នុងការដោះស្រាយទំនាស់ជាលក្ខណៈប្រមូលផ្ដុំ 3. សមាភាគីទាំងអស់មានសិទ្ធិបញ្ចេញមតិដើម្បីទទួលបានប្រសិទ្ធភាពអព្យាក្រឹតភាពតម្លាភាព 4. ការសម្រេចចិត្តឬអាកប្បកិរិយាដែលស្របទៅនឹងគោលការណ៍ច្បាប់ 5. យន្តការទទួលព័ត៌មានត្រឡប់និងបណ្ដឹងតវ៉ាជាលក្ខណៈសមូហភាពតុសន្តិភាពឬសន្ធានកម្មចល័តគឺជាវេទិកាពិភាក្សាមួយដ៏មានប្រសិទ្ធភាពអព្យាក្រឹតតម្លាភាពដោយមានការទទួលខុសត្រូវខ្ពស់តុសន្តិភាពគឺជាវេទិកាសាធារណៈដែលមានលក្ខណៈសាមញ្ញនិងមានចរិតការិយាល័យធិបតេយ្យតិចតួចបំផុតតុសន្តិភាពជា consensual approach គឺយើងធ្វើការសិក្សាសំណុំរឿងពិនិត្យមើលគោលជំហររបស់គូភាគីពិនិត្យមើលជំរើសដែលហៅថាលទ្ធភាពដែលអាចភាគីផ្ដោះប្ដូរគោលជំហរគ្នាដើម្បីធ្វើការសម្រេចចិត្តទម្រង់តុសន្តិភាពដែលយើងរៀបចំឡើងនេះយើងសិក្សាអំពីទ្រឹស្ដីដោះស្រាយទំនាស់ឲ្យស័ក្តិសមនឹងវប្បធម៌កលៈទេសៈនយោបាយស្រុកទេសហើយបង្កើតឲ្យទៅជាទម្រង់ជាប៉ាន់គំរូមួយដែលស្ថាប័នដទៃអង្គការដទៃយកទៅប្រើប្រាស់បានពេលខ្លះទំនាស់នោះត្រូវបានប្តឹងជាលាយលក្ខណ៍អក្សរឬក៏មានលិខិតពឹងពាក់ឲ្យសុំឲ្យអង្គការជួយអន្តរាគមន៍ហើយទំនាស់ខ្លះទៀតគឺថាសហគមន៍គាត់អត់បានពឹងពាក់យើងប្តឹងយើងទេប៉ុន្តែក្នុងនាមជាអ្នកដែលផ្ដល់ជំនួយផ្លូវច្បាប់
យើងទៅរកបញ្ហាអាចមករកយើងអាចទៅរកបញ្ហាមើលឃើញកង្វល់យើងសុំជួយចូលខ្លួនជួយក្នុងនាមជាអ្នកឯករាជ្យចូលរួមជួយនៅក្នុងនាមជាអ្នកដែលធ្វើការផ្ដល់យោបល់ពិគ្រោះយោបល់ផ្ដល់ជំនួយផ្លូវច្បាប់ទៅដល់ជនក្រីក្រនៅតាមមូលដ្ឋានជាធម្មតាដែរមុននឹងយើងចាប់ផ្ដើមធ្វើការងារណាមួយយើងតែងធ្វើការសិក្សាស្រាវជ្រាវជាមុនសិនជាពិសេសទៅដល់សហគមន៍ដែលងាយរងគ្រោះដែលមានភាពទន់ខ្សោយយើងមើលទៅសិក្សាពីស្ថានភាពរបស់គាត់សិក្សាពីផ្លូវច្បាប់មួយចំនួនដែរនៅអ្វីដែលគាត់កំពុងតែបាត់បង់នឹងដែរឬទេមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍របស់យើងហ្នឹងគឺថានឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតចងក្រងឯកសារមួយចំនួនដែលពាក់ព័ន្ធហ្នឹងតែងតែសិក្សាយ៉ាងគ្រប់ជ្រុងជ្រោយទាំងអស់មុននឹងយករឿងមួយយកមកធ្វើការដោះស្រាយតាមតុសន្តិភាពហ្នឹងការធ្វើឯកសារទាំងឡាយទាំងពួងហ្នឹងក៏មិនមែនយើងធ្វើតែមួយខាងទេគឺយើងអាចជួបជាមួយនឹងខាងសហគមន៍ដែលមានបញ្ហាយើងអាចជួបជាមួយនឹងភាគីម្ខាងទៀតជាអាជ្ញាធរក្តីជាអ្នកមានអំណាចក្តីឬក៏ជាក្រុមហ៊ុនក្តីហ្នឹងសាកសួរដើម្បីស្វែងរកការពិតយើងក៏ស្ទាបស្ទង់អំពីជំហរផ្សេងៗរបស់ភាគីទាំងអស់ដូចគ្នាដែរថាតើពួកគេចង់បានអ្វីហើយយើងប្រខិតអីជំហរប្រខិតផលប្រយោជន៍របស់ពួកគេដែលចង់បានឲ្យមិននៅចិត្តគៀកគ្នាហើយស្វែងរកចំណុចរួមមួយដើម្បីដោះស្រាយនៅក្នុងតុសន្តិភាពនេះឯងបាទហើយដែលរូបមន្តដែលយើងប្រើប្រាស់តុសន្តិភាពនេះគឺជារូបមន្តហៅថារូបមន្តអាត់ហុកឬក៏ខ្មែរយើងហៅថារូបមន្តចំពោះកិច្ចរូបមន្តចំពោះកិច្ចនេះយើងមើលទៅលើឥទ្ធិពលតួអង្គទំនាស់យើងមើលឥទ្ធិពលរដ្ឋអំណាចពាក់ព័ន្ធយើងមើលអំពីឥទ្ធិពលអង្គការសង្គមដែលថាឥទ្ធិពលអ្នកទាំងអស់គ្នានឹងធ្វើឲ្យគូភាគីចូលមកធ្វើការជាមួយគ្នាបាននិយាយគ្នាដោយស្មោះត្រង់បង្ហាញផលប្រយោជន៍របស់គេសំអាងរបស់គេចុងក្រោយគឺនៅក្នុងព្រឹត្តិការណ៍តុសន្តិភាពនឹងធ្វើឲ្យអ្នកចូលរួមទាំងអស់នឹងថ្លឹងថ្លែងអំពីអំណាចផ្លូវច្បាប់នៃភាគីរៀងៗខ្លួនហើយពួកគេជួយឲ្យគំនិតឲ្យយោបល់ដែលថាភាគីពិចារណាគំនិតយោបល់របស់អ្នកពាក់ព័ន្ធទាំងអស់ហ្នឹងគឺធ្វើការសម្រេចចិត្តរួមគ្នាដែលមិនផ្ទុយសិលធម៌មិនផ្ទុយនឹងច្បាប់ហើយភាគីគ្មានយកប្រៀបលាគ្នាក៏ព្រោះតែបនស័កក៏ព្រោះតែអំណាចយើងមានដោះស្រាយពីរដោះស្រាយក្រៅប្រព័ន្ធនិងដោះស្រាយតាមផ្លូវតុលាការមានច្បាប់កំណត់ไว้ហើយប៉ុន្តែការងារដែលបង្កើតអង្គការចរចាតុកមូលនេះខ្ញុំគិតថាវាជាការងារមួយដ៏ល្អពិសេសផ្សាលដែរពិសេសណាស់ល្អណាស់ក្នុងយើងមិនបាច់ទៅដោះក្រៅប្រព័ន្ធតុលាការទេគឺថាយើងយកចូលមកនៅក្នុងតុកមូលតុកសន្តិភាពនេះហើយយើងដាក់បញ្ហាទៅចែកគ្នាវាជារឿងល្អខ្ញុំគ្រប់គ្រងឯកភាពទាំងស្រុងប្រការនេះគណៈក្លឹបដីគាត់អាចធ្វើសេចក្តីសង្ខេបគាត់អាចធ្វើការសន្និដ្ឋានហើយគាត់មើលថាតើតម្រុយណាច្រកណាដែលអាចសម្រេចទៅបានបើសិនជារកច្រកឃើញថាសម្រេចទៅបានដោយមិនប្រាចាកអំពីគោលការណ៍ច្បាប់ប្រាចាកអំពីសិទ្ធិទេអញ្ចឹងតុកសន្តិភាពអាចសម្រេចសេចក្តីនៅពេលនេះហើយអញ្ចឹងយើងឃើញថានៅថ្ងៃ24នេះយើងឃើញកលឹះទោះបីជាមិនបានសម្រេចថាត្រូវកាត់ឲ្យខាងណាឈ្នះខាងណាចាញ់ឬក៏សម្រេចកាត់ដីយ៉ាងណាប៉ុន្តែគណៈធិបតីដែលអង្គុយនៅក្នុងតុកសន្តិភាពអាចបង្ហាញផ្លូវអាចលើកជាអនុសាសន៍ដើម្បីឲ្យអ្នកដែលពាក់ព័ន្ធអ្នកតួអង្គផ្សេងទៀតជាអ្នកអនុវត្តសេចក្តីសម្រេចនៅក្នុងនេះអញ្ចឹងតុកសន្តិភាពបើយើងមើលរូបភាពវាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងក្រមអាជ្ញាកណ្ដាលវាប្រហាក់ប្រហែលគ្នានឹងមជ្ឈត្តកម្មពាណិជ្ជកម្មដូចគ្នាគឺថាយើងសិក្សាទៅលើអង្គហេតុសិក្សាទៅលើច្បាប់យកមូលដ្ឋានទាំងអស់នោះមកថ្លឹងថ្លែងហើយធ្វើជាសេចក្តីសម្រេចចេញជាសេចក្តីសម្រេចជារបាយការណ៍ដើម្បីដាក់ជូនមកអនុវត្តICSO បើទៅលើគម្រោងចុះបញ្ជីដីគឺយើងធ្វើការពាក់ព័ន្ធជាមួយនឹងបច្ចេកទេសគ្រប់គ្រងគាត់នៅក្នុងការបង្កើតសហគមន៍ដែលមានការទទួលស្គាល់ពីក្រសួងសំខាន់ទាំង3ចាមានក្រសួងអភិវឌ្ឍជនបទក្រសួងមហាផ្ទៃហើយនិងខាងដែនដីអញ្ចឹងទេហើយមួយវិញទៀតយើងក៏មានគម្រោងទៅលើការគ្រប់គ្រងសមត្ថភាពសហគមន៍ដូចជាការពង្រឹងទៅលើលក្ខន្តិកៈផងគាត់ហើយនិងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ចាជាទូទៅសាច់រឿងដែលយើងត្រូវដោះស្រាយគឺសំខាន់គឺប្រជាជនឲ្យទទួលស្គាល់ថាអ្វីដែលគាត់ចង់បានគឺស្អីខ្លះហើយឲ្យភាពមានភាពបះបោះជាមួយនឹងក្រុមហ៊ុនអញ្ចឹងឧទាហរណ៍ទៅពាក់ព័ន្ធទៅនឹងគាត់ចង់បានអ្វីគឺត្រូវមានផែនទីបញ្ជាក់ត្រូវមានគេថាផុសតាងចាក់ហើយកច្បាស់លាស់តែគាត់ចង់បាន
នេះគឺជាកម្មវិធីមួយដែលពិសេសផុតហើយដែលយើងអង្គុយគិតថាយកអ្នកដែលមានបញ្ហាជាមួយគ្នាមកអង្គុយទល់មុខគ្នាហើយទៅចែកគ្នារកគេហៅថារកនៅចំណុចកណ្ដាលមួយរួមគ្នាមានន័យថាបើសិនជាភាគីទំនាស់ទាំងសងខាងថយមួយជំហានម្នាក់គូទំនាស់ភាគីទាំងពីរយើងគាត់នឹងយល់គ្នានៅពេលដែលយើងបានជួបមុខគ្នាខ្ញុំគិតថាយើងជាជនជាតិខ្មែរនៅពេលដែលជួបគ្នាញញឹមញញែមដាក់គ្នាមានបញ្ហាអីធំដុំទេបើសិនជាយើងជេរគ្នាទេដែលមានបញ្ហា យុទ្ធសាស្ត្រឆ្នះឆ្នះគឺជាជំរឿនដោះស្រាយទំនាស់ដ៏មានប្រសិទ្ធភាពដែលយើងរួមគ្នាអនុវត្តជាក់ស្ដែងតាមរយៈវេទិកាទុកសន្តិភាពបានកែប្រែស្ថានភាពចំនួនលើករណីសហគមន៍កាទៀងឃុំលបាំង2ស្រុករំផាត់ខេត្តរតនគិរីឲ្យคล้ายទៅជាតំបន់សន្តិភាព ជនជាតិដើមភាគតិចដូចជាខ្ញុំផ្ទាល់ក៏ដូចជាសហគមន៍ខ្ញុំផ្ទាល់បើសិនជាខ្ញុំទៅនិយាយទៅសួរគាត់សួរថាពួកខ្ញុំអាចឈ្នះគាត់អត់ឈ្នះទេហ្នឹងហើយជនជាតិដើមភាគតិចពួកខ្ញុំគ្មានចំណេះដឹងក្នុងការតវ៉ាក្នុងការនិយាយក្នុងយកច្បាប់អីមកអានសម្រាប់ឲ្យគាត់ឈប់ទេអញ្ចឹងគាត់ចេះតែកាប់បរិយាបន្តរហូតចេះតែកាប់បន្តទៅខ្ញុំលើកជាបញ្ហាមួយនៅក្នុងភូមិស្នើសុំឲ្យអង្គការ CLAC ជួយសម្របសម្រួលបាទនៅក្នុងពេលនោះហើយគាត់បានយករឿងពីរយកមកដោះស្រាយតែម្ដងបាទរហូតដល់រឿងទឹកធ្លាក់ហើយនឹងរឿងដីហ្នឹងបាទយន្តការនៃការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិចនិងគោលនយោបាយជាតិស្ដីពីការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចជាសម្បូរភាពនិងអនុក្រឹត្យលេខ83របស់រាជរដ្ឋាភិបាលនោះអនុវត្តដោយទៅរលូនអញ្ចឹងកន្លងមកយើងឃើញថាក្រោយពីមានការវាយតម្លៃរបស់អ្នកវាយតម្លៃខាងក្រៅរបស់សហភាពអឺរ៉ុបយើងឃើញថាគម្រោងយើងបានជោគជ័យដ៏ធំធេងអញ្ចឹងហើយចាំបាច់ណាស់គឺត្រូវតែធ្វើទាំងពីរក្នុងពេលតែមួយគឺ titling ហើយនឹង organizing empowerment បាទចុះបញ្ជីផងពង្រឹងសមត្ថភាពគាត់ផងពីមួយជំហានទៅមួយជំហានឃើញថាសហគមន៍គាត់ទទួលយកបាននៅដំណោះស្រាយដ៏សមស្របហើយមានការរីករាយពេញចិត្តទោះបីមិនបាន 100% ក្នុងករណីខ្លះប៉ុន្តែយើងគិតថាយ៉ាងហោចណាស់ក៏បានភាគីពាក់ព័ន្ធទាំងអស់បានយល់ជារួមនៅអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់សហគមន៍ជនជាតិដើមភាគតិចហើយនៅអ្វីដែលជាផលលំបាកដែលប៉ះពាល់ជាមួយនឹងដីសម្បត្តិជាមួយនឹងសម្បត្តិនឹកដូច្នេះតួនាទីរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិលោកអាចមានសិទ្ធិសម្រេចនៅក្នុងការផ្ដល់យុត្តិធម៌សមស្របទៅដល់សហគមន៍